តាមពិតលេខទូរស័ព្ទដែលកំពុងខលមកផ្ដាច់ចង្វាក់អារម្មណ៍របស់ខ្ញុំនៅពេលនេះវាគឺជាលេខទូរស័ព្ទរបស់គុនធានោះហើយខ្ញុំចាប់ផ្ដើមភ័យបោកពោះផឹបម្ដងទៀតសាជាថ្មីហើយចុចទទួលលេខរបស់គុនធាយ៉ាងញាប់ញ័រក្នុងអារម្មណ៍នាងបានខលមកប្រាប់ថានាងបានមកដល់រងងមូលបាយ័នហើយខ្ញុំឆ្លើយតបនាងដោយសំឡេងតិចខ្សែហាក់ដូចជាម៉ូតូរៀបនឹងអស់សាំងបន្ទាប់មកខ្ញុំក៏បញ្ចេញម៉ូតូពីមុខបន្ទប់និងជិះទៅទទួលនាងជាបន្ទាន់លុះជិះម៉ូតូមកដល់ពាក់កណ្ដាលផ្លូវខ្ញុំក៏ភ្ញាក់ខ្លួនព្រឺតព្រោះភ្លេចយកមួកសុវត្ថិភាពមួយទៀតមកជាមួយពេលនោះខ្ញុំក៏បង្អង់ម៉ូតូព្រមទាំងទាញរបាំងមួកសុវត្ថិភាពចេញពីប្រឡងភ្នែកហើយក៏រអ៊ូតែឯងថាយីចេះភ្លេចអីចឹងទៅកើតខណៈនោះខ្ញុំហាក់រារែកចិត្តចង់បកក្រោយដើម្បីត្រឡប់ទៅយកមួកវិញបន្តិចតែលោកគិតយូរទៅក៏សម្រេចថាហើយវាមិនអីនោះទេសង្ឃឹមថានឹងមិនមានប៉ូលីសផាកទៅចោះគិតរួចខ្ញុំក៏ជិះទៅមុខបន្តត្បិតអីមើលទៅលើមេឃហាក់ដូចជាមិនចង់ស្រួលតតែសោះមើលទៅដូចជាចង់រកភ្លៀងទាំងព្រឹកយ៉ាងម៉េចក៏មិនដឹងប៉ុន្មាននាទីក្រោយមកខ្ញុំក៏ជិះម៉ូតូមកដល់រង្វង់មូលកណ្ដុងកំភ្លើងរួចជិះចាក់ត្រង់តម្រង់ត្រើយខាងកើតស្ពានជ្រោយចង្វាលុះបានជិះមកផុតរង្វង់មូលបាយ័នបានបន្តិចខ្ញុំក៏ងាកតាមសម្លឹងរកមើលគុនធាដោយយកដៃលូកចូលហៅប៉ៅខោស្រវាយកទូរស័ព្ទដើម្បីខលសួរនាងក៏ប៉ុន្តែភ្លាមនោះគុនធាក៏បានលើករាដៃពីម្ដុំបេនឡានមកល្មមដោយស្រែកហៅមកកាន់ខ្ញុំទាំងញញឹមថាបងបូរ៉ារំពេចនោះខ្ញុំដាក់ទូរស័ព្ទចូលក្នុងហៅប៉ៅវិញព្រមទាំងងាកក្រឡេកមើលទៅទាំងឆ្វេងទាំងស្ដាំរួចបត់ឆ្លងទៅរកគុនធាយ៉ាងលឿនខណៈនោះនៅលើមេឃហាក់ខ្មៅងងឹតជាខ្លាំងហើយក៏មិនបានសួរនាំនាងច្រើនអ្វីនោះដែរដោយគ្រាន់តែនិយាយទឿនប្រាប់នាងថាតោះឆាប់ប្រញាប់ឡើងម៉ូតូមកប្រយ័ត្នភ្លៀងណាមើលទៅមេឃដូចជាមិនស្រួលសោះតែបើថាខ្ញុំបាននិយាយទៅកាន់នាងទាំងញ័រមាត់ក៏ពិតមែនក៏ប៉ុន្តែខ្ញុំមិនបានសម្លឹងមើលទៅនាងចំមុខនោះឡើយបន្ទាប់ពីប្រាប់ទឿននាងរួចខ្ញុំហាក់ដូចជាមិនលឺនាងតបស្ដីមកខ្ញុំនឹងឡើងម៉ូតូភ្លាមតលតែសោះភ្លាមនោះខ្ញុំក៏លោបងាកក្រោយមើលទៅកាន់នាងហើយក៏បានឃើញថានាងគឺកំពុងចាប់កាន់យួរសក្ដោយ៉ាងរណែងរណោងមិនដឹងថាវាមានអ្វីខ្លះនោះទេតែចឹងទេតាទើបបានជាស្ងាត់មកឲ្យឈឹងបែបនេះដោយមើលទៅហាក់ទើសទាល់នឹងភ្នែកខ្លាំងពេកខ្ញុំក៏ចោះទៅជួយនាងដើម្បីកុំឲ្យមើលទៅឃើញរខិរខាខ្លាំងពេកស្របពេលនោះក្លិនទឹកអប់របស់គុនធាក៏ជះចូលមកក្នុងច្រមុះក្រអូបភីហាក់ធ្វើឲ្យខ្ញុំមានអារម្មណ៍ថាស្រស់ស្រាយយ៉ាងចម្លែកខុសប្លែកពីក្លិនទឹកអប់របស់សោភាដែលមានក្លិនមុតនិងក្រអូបតែមួយឆាវប៉ុន្តែដោយឡែកក្លិនទឹកអប់ដែលគុនធាកំពុងតែប្រើនៅពេលនេះវិញគឺមានក្លិនស្រាលប៉ុន្តែនៅពេលស្អែកភីក្លិនមកម្ដងគឺមានអារម្មណ៍ងុំល្អណាស់ហើយក៏ក្រអូបបានយូរផងដែរខ្ញុំលើកសាកដោរបស់នាងមកដាក់នៅខាងមុខខ្ញុំខណៈគុនធាក៏បានឡើងមកលើម៉ូតូរួចរាល់ផងដែរគ្រានោះគុនធាក៏សួរមកខ្ញុំថាបងថ្លៃមានបានយកមួកមកឬអត់ខ្ញុំក៏តបទៅនាងថាអត់បានយកមកទេប្រញាល់ពេកក៏ភ្លេចទៅខ្ញុំតបតែប៉ុណ្ណឹងបន្តមកនាងក៏និយាយរបៀបជាភ័យខ្លាចមកថាអញ្ចឹងបងឯងចាំជិះនៅកន្លែងបងឯងចាំឈប់នៅកន្លែងលក់មួកមួយផ្លែសិនទៅព្រោះខ្ញុំខ្លាចប៉ូលីសផាកប៉ុន្តែពេលនោះខ្ញុំក៏តបទៅនាងទាំងជឿជាក់ថាវាមិនអីទេកុំភ័យពេកទៅមើលមេចិត្តរកភ្លៀងបែបនេះប្រហែលគ្មានប៉ូលីសណាមកចាំស្ទាក់ផាកពួកយើងនោះទេតែខ្ញុំនៅតែខ្លាចទៅណាបងមកភ្នំពេញលើកដំបូងផងលុះលឺនាងរអ៊ូបែបនេះខ្ញុំក៏ធ្លុយសម្ដីធ្វើជានិយាយក្លាហានទៅនាងវិញថាកុំភ័យពេកបើប៉ូលីសផាក
គឺផាកបងទេតាមិនមែនផាកកន្ធាយឯងទេពេលនោះនាងក៏ស្ងាត់មាត់ដោយលោភញញឹមហើយប្រាប់ខ្ញុំថាតោះឆាប់ចេញទៅបងខ្ញុំរួចរាល់ហើយបន្ទាប់មកខ្ញុំក៏ជិះចេញទៅខណៈនៅក្នុងអារម្មណ៍ហាក់ភ័យបោកពោះតិចមិនទាន់បាត់ស្រាក់ស្រាននៅឡើយទេក្រោយពីបានមកដល់បន្ទប់ជួលវិញខ្ញុំក៏ប្រាប់ឲ្យកន្ធានៅរងចាំដើម្បីទុកពេលឲ្យខ្ញុំយកកូនសោទៅចាក់ទ្វារបន្ទប់ស្របពេលខ្ញុំបាននឹងកំពុងយកកូនសោមកចាក់ទ្វារបន្ទប់យ៉ាងប្រញាប់ប្រញាល់ខ្ញុំក៏បានសង្កេតឃើញថាកន្ធាហាក់ចេះតែលបសម្លឹងមកខ្ញុំដោយលួចញញឹមយ៉ាងម៉េចក៏មិនដឹងនាងដៀងមើលមកខ្ញុំផងនិងងាកមុខលួចយកដៃខ្ទប់មាត់សោយផងខ្ញុំពិតជាមិនយល់ទាល់តែសោះបន្ទាប់ពីចាក់សោទ្វាររួចខ្ញុំក៏ប្រាប់ឲ្យកន្ធាយករបស់របរនាងចូលមកក្នុងបន្ទប់ហើយពេលនោះខ្ញុំក៏ប្រាប់ទៅនាងថាបន្ទប់ជួលមួយនឹងអស់ទូលាយត្រឹមនឹងហើយកន្ធាទ្រាំនៅសិនទៅចាំបានការងារកាលណាចាំបងជួយសេរីបន្ទប់ថ្មីឲ្យកន្ធាងាកសម្លឹងមើលទស្សនភាពជុំវិញបន្ទប់ដោយទឹកមុខញញឹមពព្រាយតាមទម្លាប់ធម្មជាតិរបស់នាងហើយក៏បានតបមកខ្ញុំវិញថាមើលទៅដូចជាមិនចង្អៀតណាស់ណាផងសម្រាប់ខ្ញុំអាចសម្របខ្លួនបានប៉ុន្តែខ្ញុំខ្លាចតែរំខានដល់ពួកបងយូរទេមើលទៅការងារខ្ញុំដូចជាមិនសូវសង្ឃឹមសោះលុះលឺនាងនិយាយបែបនេះភ្លាមខ្ញុំហាក់ដូចជាមានអារម្មណ៍ថាឯកាយ៉ាងម៉េចក៏មិនដឹងនៅពេលស្រមៃដល់ពេលដែលនាងត្រូវចាក់ចេញត្រឡប់ទៅវិញដោយឃើញថាខ្ញុំហាក់ទម្លាក់ទឹកមកស្មាគុនធាក៏សួរមកខ្ញុំថាមិនក៏ធ្វើមកមិនស្រស់បោះអីចឹងបងម៉េចបងខ្លាចខ្ញុំនៅរំខានពួកបងយូរហ៎ខ្ញុំងាកមើលទៅនាងយ៉ាងលឿនដោយឆ្លើយបដិសេធហើយក៏ធ្វើជានិយាយលួងលោមនាងថាមានបានគិតអីចឹងឯណាគឺបងខ្លាចកន្ធាឯងមិនជាប់តេស្តការងារនឹងណាបើសិនជាជាប់បងក៏ជួយអនោះដែរព្រោះបងក៏ចង់ឲ្យកន្ធាបានលុយទៅរៀនបន្តនៅសាកលដែរណាពេលនោះនាងក៏ញញឹមហើយវាចាអរគុណមកកាន់ខ្ញុំមើលទៅនាងក៏គោរពនិងស្រឡាញ់ខ្ញុំដូចបងប្រុសបង្កើតរបស់នាងដូច្នោះដែរពិតមែនហើយខ្ញុំភ្លេចប្រាប់បងប្អូនប្រិមិត្តឲ្យបានដឹងឆឹងទៅពិតមែនហើយខ្ញុំភ្លេចប្រាប់បងប្អូនប្រិមិត្តឲ្យឆឹងទៅតាមពិតទៅគុនធានាងមិនបានមានបងប្រុសនោះទេសពថ្ងៃបងប្អូនរបស់នាងគឺមានតែ2នាក់តែប៉ុណ្ណោះគឺនាងនិងសោភាបងស្រីរបស់នាងដែលជាប្រពន្ធរបស់ខ្ញុំរាល់ថ្ងៃនេះឯងអាឡ័យតែរវល់និយាយជជែកគ្នាឥឡូវម៉ោង7គៀកនឹងថ្ងៃត្រង់ល្មមភ្លាមនោះខ្ញុំក៏និយាយរៀបរាប់នាងខ្ញុំក៏និយាយប្រាប់ទៅនាងថាកន្ធារៀបចំទុកដាក់កន្លែងរបស់កន្ធាឯងសិនទៅហើយកន្លែងដេករបស់កន្ធាគឺនៅជាប់ជាមួយនឹងកន្លែងដេករបស់បងសោភាដែរតាហើយកន្លែងដេករបស់កន្ធាឯងគឺនៅជាប់ជាមួយនឹងកន្លែងដេករបស់បងនិងសោភាដែរទេពេលនោះនាងក៏ញញឹមព្រមដោយឆ្លើយចាស់ខ្ញុំក៏ប្រញាប់ចូលទៅក្នុងបន្ទប់ទឹករោគងូតទឹកដែរទៅត្បិតអីក៏ត្រូវប្រញាប់ចេញទៅទិញម្ហូបឲ្យកន្ធាធ្វើផង